បាទសួស្តីប្រិយមិត្តបងប្អូនកូនក្មួយទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពន្លឺទៀនថ្ងៃនេះផងដែរ Channel ពន្លឺទៀនមានសាច់រឿងមួយចែកជូនបងប្អូនកូនក្មួយទាំងអស់គ្នាជាទីសម្រាប់កំសាន្តនៅពេលរាត្រីពេលណាក៏ដោយឲ្យតែបងប្អូនកូនក្មួយទាំងអស់គ្នាចុចនឹងវីដេអូនេះបាទអញ្ចឹងថ្ងៃនេះផងដែរនឹងមានសាច់រឿងមួយដែលបានការចែកម្លែកពីបងប្រុសម្នាក់ដែលឈ្មោះវណ្ណាបាទបងប្រុសឈ្មោះវណ្ណារឿងរ៉ាវកើតយូរតាំងពីគាត់នៅរៀននោះបាទឡូវគាត់មានកូន2កូន3ហើយបាទហើយគាត់បានចែកកម្លែករឿងមកខ្ញុំហើយអញ្ចឹងទៅខ្ញុំក៏បុចសូមមកធ្វើការអធិប្បាយជូនបងប្អូនប្រិយមិត្តទាំងអស់គ្នាជាទីសម្រាប់កំសាន្តអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរយើងចូលសាច់រឿងយើងតែម្ដងអញ្ចឹងហើយមុននឹងចូលដល់សាច់រឿងខ្ញុំសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe ដាក់សញ្ញារូបកណ្ដឹងឲ្យខ្ញុំមួយផងបាទដើម្បីជាកម្លាំងចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូបន្តទៀតអញ្ចឹងយើងចូលសាច់រឿងយើងតែម្ដងអញ្ចឹងសាច់រឿងគឺខ្ញុំបានការចែកលេខពីបងប្រុសមិញដែលខ្ញុំបានគាត់ឈ្មោះវណ្ណាបាទខ្ញុំគាត់ចែកលេខគាត់រឿងហ្នឹងគឺកើតឡើងតាំងពីគាត់នៅក្មេងៗបងប្អូនកើតឡើងតាំងពីគាត់នៅរៀនអញ្ចឹងបងហើយរឿងនេះគឺកើតឡើងផ្ទាល់ខ្លួនឯងម្ដងបាទលើផ្ទាល់ពោះខ្លួនឯងមកបងមកកាលគាត់បានប្រាប់ថាកាលគាត់នៅរៀនហើយកាលគាត់នៅពីក្មេងហ្នឹងគឺគាត់ជាពីដើមឡើយគាត់រស់នៅតែនឹងស្រុកស្រែយ៉ាងទេណាបាទស្រុកស្រែជនបទអីទេស្រុកស្រែជនបទធម្មតាអីទេប៉ុន្តែនៅពេលដែលគាត់រៀនដល់ថ្នាក់ទី12ទៅគាត់បានផ្លាស់ប្ដូរទីលំនៅទៅនៅឯទីក្រុងបាទខ្ញុំមិនសុំទីក្រុងទេដោយសារតែគាត់មិនចង់ឲ្យនិយាយអញ្ចឹងគាត់តាមគាត់អញ្ចឹងហើយគាត់នៅពេលដែលគាត់បានរៀនจากពីថ្នាក់បឋមរហូតដល់ទី12មកគាត់ក៏បានបដូរទៅរៀននៅឯទីក្រុងបាទទីក្រុងនៅពេលដែលគាត់បានទៅនៅទីក្រុងជាមួយនឹងអ្នកម្ដាយរបស់គាត់បាទដូច្នោះហើយនៅពេលដែលគាត់ទៅធម្មតាបងប្អូនយើងអ្នកចំណូលថ្មីយើងមិនជាសូវបានស្គាល់គេស្គាល់ឯងមិនសូវបានជាស្គាល់ទីកម្លែកអីទេដូចបងប្អូនណាមិននៅណាថាយើងធ្លាប់ទៅនៅស្រុកស្រែអីចឹងយើងទៅនៅទីកន្លែងផ្សេងដឹងណាមិនដូចអីយើងនៅភូមិផងអីដែលយើងនៅយូរយារណាស់មកហើយយើងនៅទៅក៏មានថាបងប្អូនណាអ្នកភូមិផងបងជាមួយអីទៅប៉ុន្តែបើយើងទៅនៅកន្លែងថ្មីគាត់ណាយើងភ្លាមយើងពិបាកទីមួយពិបាកក្នុងការសម្របខ្លួនពិបាកនៅក្នុងការរស់នៅជាមួយនឹងបែបអ្នកទីក្រុងណាបាទបើ admin វិញចាប់ឲ្យថាទៅនៅក្រុងមួយថ្ងៃនោះគឺថាមិនចេះឆ្លងផ្លូវប្រហែលណាម៉ូតូឡានមួយឈរចាំមករាប់ម៉ោងមិនតែផុតឡានហ៊ានឆ្លងផ្លូវដោយសារឡានម៉ូតូច្រើនពេកអញ្ចឹងយើងពិបាកក្នុងការសម្របខ្លួនអញ្ចឹងយើងត្រឡប់មកសាច់រឿងយើងបន្តទៀតគឺបងវណ្ណាគាត់បានបដូរទីលំនៅគាត់ទៅនៅឯទីក្រុងបាទជាមួយនឹងអ្នកម្ដាយរបស់គាត់ហើយនៅចិត្តក្រុងនៅចិត្តទីក្រុងនៅផងដែរមានភូមិមួយបាទភូមិមួយមិនជិតទីក្រុងប៉ុន្តែក្បែរនឹងក្រុងដែរបាទគេថាជាក្រុងបាទមានផ្ទះចាស់មួយផ្ទះឈើបាទដែលគេនិយាយថាផ្ទះនោះគឺថាមានណាគេហ៊ានរស់នៅទេថាអត់មានណាគេហ៊ានរស់នៅទេផ្ទះនោះហើយអ្នកដែលនៅក្បែរហ្នឹងគាត់ថាផ្ទះហ្នឹងវាស្ងប់ស្ងាត់ពេកវាស្ងាត់ទៅយប់ឡើងស្ងាត់ឮតែសំឡេងហៅមិនដឹងគឺសំឡេងអីដែលហៅពីក្រោយផ្ទះមកអញ្ចឹងហើយបងវណ្ណាដល់ពេលដែលគាត់ទៅនៅថ្មីភ្លាមគាត់ក៏មិនយល់ទៅជឿអីប្រហែលទេបើយើងទៅនៅថ្មីយើងមិនដឹងសាច់រឿងអីថាវាយ៉ាងណាបាទយើងទៅនៅកន្លែងថ្មីណាមានដឹងសាច់រឿងអីរឿងរ៉ាវកើតឡើងមុនយើងអត់ដឹងទេយើងអីព្រោះយើងជាអ្នកចំណូលថ្មីយើងហៅថាអ្នកចំណូលថ្មីណាបាទអញ្ចឹងរឿងអញ្ចឹងនៅពេលដែលបងវណ្ណាគាត់ទៅនោះទៅមានអ្នកនៅក្បែរនឹងថាអូនោះមានផ្ទះមួយនៅផ្ទះចាស់នៅចុងជាក្រុងនេះផ្ទះឈើបន្ទប់ចោលហើយផ្ទះនោះគឺស្ងាត់ណាស់ជិបឡើងអត់មានណាគេហ៊ានជិះកាត់អីទេអត់មានណាគេហ៊ានជិះម៉ូតូកាត់អីទេខ្លាចទៅស្ងាត់នោះបាទមានណាគេនៅទេហើយថាមានសំឡេងអ្នកនៅក្នុងនោះប្រាប់បងណា
ប្រាប់អ្នកដែលឃើញបងណាក៏ចំណូលអ្នកមនុស្សថ្មីហ្នឹងក៏គេចេះតែប្រាប់ឲ្យដឹងណាប្រាប់រឿងរ៉ាវថានៅផ្ទះហ្នឹងគឺស្ងាត់ណាស្ងាត់ហើយយប់ឡើងដូចលឺសំឡេងហៅព្រមនឹងសំឡេងអីទេហៅលឺប្រាប់ផ្ទះរហូតហ្នឹងពូប្រាប់អញ្ចឹងណាដូច្នេះបងណាគឺពេលគាត់ត្រូវដំបូងគាត់មិនសូវជឿទេថាមិនដឹងសំឡេងអីទេគាត់មិនសូវជឿអារឿងអញ្ចឹងដែរបាទគាត់គឺថាជាសំឡេងផ្សេងហ្នឹងព្រោះអីគាត់ក្មេងដឹងថាក្មេងអ្នករៀនគឺខ្ញុំនេះគេជឿតាមខាងវិទ្យាសាស្ត្រគេមិនសូវជឿអាខាងអីគេអាគុំអមអាមខ្មោចព្រាយវិស័យណាបងប្អូនបាទបណ្ណាកាលពីដើមមានមែនណារឿងចឹងប៊ិចអេដមីនគឺថាមានមែនអាហ្នឹងពីច្រើនកាលយើងប្រទេសយើងទៅអភិវឌ្ឍចឹងនៅប្រេសដុកស្ដុកវាមានមែនពួកអមនុស្សពួកមួយវាមានមែនបាទពួកខ្មោចដែលមិនបានមានណាគេធ្វើបនអោយមានណាគេសែនអីអោយមានណាគេបួងសួងអោយចឹងណាបាទអានេះអេដមីនមិនសូវបានដឹងទេបើនិយាយតាមអ្វីដែលចាស់ពីដើមធ្លាប់ឃើញចាស់ពីដើមគាត់ធ្វើបើណាឥឡូវយើងបន្តសាច់រឿងយើងទៀតគឺដូច្នេះនៅពេលដែលគេប្រាប់បងមណាគាត់មិនសូវជឿអីប៉ុន្មានទេនៅពេលដែលគាត់រស់នៅបានយើងយូរដូចបានមកទៅពេលទៅក្នុងគណៈពេលយុគមួយបាទពេលយុគមួយនោះគឺគាត់កំពុងតែអានសិភៅបាទអានសិភៅគឺស្រាប់តែមានលឺសំឡេងមកហៅស្រាប់ថាវណ្ណាសាបងប្រុសគាត់វណ្ណាខ្ញុំភ្លេចប្រាប់ផងដែរថាបងវណ្ណាគិតទៅនៅនឹងទីក្រុងគឺជិតនឹងផ្ទះដែលគ្មានណាគេនៅណាបាទជិតផ្ទះហ្នឹងជិតផ្ទះឈើចាស់ហ្នឹងបាទខ្ញុំភ្លេចប្រាប់ក្រោយវិញអញ្ចឹងក៏រស់នៅជិតផ្ទះហ្នឹងហើយនៅពេលដែលយកមួយហ្នឹងគាត់អានសិភៅស្រាប់តែអានសក់ពូនជក់ផងមិនស្រាប់តែលឺសំឡេងអីមួយហៅថាវណ្ណានៅពេលដែលគាត់លឺឆ្នោយគាត់ក៏អានសិនបាទអានសិនហើយស្ដាប់តែទេសំឡេងពីណាពេចសំឡេងដូចអ្នកភូមិនេះនិយាយចឹងទឹកមានទេណាបាទអញ្ចឹងណាមុខបងគាត់ពុំអានឈប់ស្ដាប់សិនតាមស្ដាប់អាសំឡេងទៅមកពីណាសំឡេងហ្នឹងពេលដែលអានសភុំមិនបាច់ទៅចង់ឲ្យម៉ានទេដូច្នេះហើយគាត់ស្ដាប់ទៅអូថាសំឡេងនេះចេញពីក្រោយផ្ទះដូចគេថាមែននេះតែដល់គាត់មកបងលើមិនសូវជឿទេណាប៉ុន្តែពេលអានសភុំយប់នោះជួបខ្លួនឯងគាត់ជឿបណ្ដោយបាទអញ្ចឹងដឹងថាអូសំឡេងនេះចេញពីក្រោយផ្ទះដូចអ្នកភូមិគេនិយាយមែនដូច្នេះហើយរៀងភ័យដែរប៉ុន្តែគាត់ថាមិនមែនតែសំឡេងមនុស្សណាអីមកហៅឲ្យដឹងឬក៏ថាឯងមកថ្មីចង់ធ្វើបាបឯងហ្នឹងគាត់ដើរទៅមើលទៅបាទដើរទៅមើលតែមានស្អីនៅទីនោះមានអីនៅពេលដែលគាត់ដើរទៅដល់អាក្រោយផ្ទះចាស់គាត់ដើរទៅមើលខាងក្រោយផ្ទះអត់ស្អាតទៅគាត់ឃើញដើមឈើធំមួយដើមឈើធំមាននៅក្បែរដើមឈើណាមានដើមឈើធំហើយមានក្បែរដើមឈើមានដងចាស់មួយបាទដងដែលមានគេប្រើដងគេទុកចោលមានសម្រាប់មានអីពីហ្នឹងដងគេដាក់ទុកប៉ុន្តែមានទឹកមានអីដែរបាទទុកចោលមានគេប្រើស្រាប់តែគាត់មើលទៅតែមានខ្យល់បក់មូលវិញមានរំថាហាក់ដូចជាតិចហើយមានរំថាដូចជាគាត់ប្រាំអានេះតាមគាត់ប្រាំប៉ុណ្្នឹងណាប៉ុណ្ណានេះរឿងគាត់ជួបអញ្ចឹងគាត់ថាគាត់ជាពីក្មេងអញ្ចឹងដល់ពេលដែលគាត់មើលដងឈ្មោះមើលលេខគាត់នៅខាងក្រោយផ្ទះអស់ហើយគាត់ស្រាប់តែមានអារម្មណ៍មួយថាហាក់ដូចជាមានណាគេឈោពីក្រោយខ្នងគាត់ឈោនោះមានមនុស្សណាម្នាក់ឈោក្បែរគាត់នៅទីនោះនៅពេលដែលគាត់មានអារម្មណ៍ថាស្រាប់តែមានលឺសំឡេងមួយហៅថាជួយខ្ញុំផងលឺសំឡេងហៅគាត់អញ្ចឹងថាជួយខ្ញុំផងលឺឆ្នោយបងមណាគាត់ថាគាត់មិនបានរតនាទេហើយគាត់ក៏សួរថាណាគេវើយណាគេវើយណែគាត់ស្វែងយ៉ាងវិញទៅលឺសំឡេងហ្នឹងជួយខ្ញុំផងគាត់ថាណាគេគាត់ហៅគាត់ថាក្រែងមានមនុស្សអីណាគាត់អីណាបាទគាត់ក៏សួរណាគេហ្នឹងពេលដែលមកក៏សួរអត់មានឃើញណាគេទេប៉ុន្តែតែក្រោយមកតាមបន្តិចនេះតែមានរូបសមរមួយស្រាលព្រាលបែបព្រាលបងប្អូនណាស្គាល់មើលរឿងខ្មោចដឹងថារូបភាពបង្ហាញបែបព្រាលមិនច្បាស់ទេពេលយកផងក៏ព្រាលមកបង្ហាញខ្លួនបាទហើយបងណាមើលទៅឃើញជាពលឹងដូចជាពលឹងបាទស
លឹងក្មេងក្មេងស្រីម្នាក់ក្មេងស្រីក្មេងស្រីហើយក្មេងស្រីនោះបើតាមគាត់ប្រាប់ថាជាក្មេងស្រីដែលធ្លាប់រស់នៅក្នុងផ្ទះហ្នឹងបាទធ្លាប់រស់ក្នុងផ្ទះហ្នឹងប៉ុន្តែក្មេងស្រីនោះបានធ្លាក់ចូលអណ្ដូងចាស់ដែលខ្ញុំដែលបងវណ្ណាគាត់បានឃើញមិញណាបាទតែបានឃើញមិញហ្នឹងដែលគាត់ដើរមកពីដំបូងចូលផ្ទះមកគឺឃើញដើមឈើធំមួយហើយនឹងឃើញដូងចាស់មួយហ្នឹងអញ្ចឹងគាត់បានប្រាប់ថាក្រោយមកគាត់បានប្រាប់ថាក្មេងហ្នឹងគឺគាត់បានឃើញរូបសមលក្មេងនឹងហើយក្មេងហ្នឹងគឺជាក្មេងដែលធ្លាក់នៅក្នុងដូងហ្នឹងដូងនេះគាត់បានឃើញថាដូងចាស់មានណាគេប្រើហ្នឹងបាទធ្លាក់ចូលដូងចាស់យូរហើយអត់មានណាគេដឹងទេអត់មានណាគេដឹងទេបាទហើយដូច្នោះហើយមានអត់មានណាគេដឹងទៅក៏ខ្មោចរបស់គូក្មេងគឺมันមានណាគេធ្វើបន់ទេដូច្នោះហើយក៏នាងក៏មិនបានទៅចាប់ជាតិអីណាណីហ្នឹងតាមគាត់ប្រាប់ហ្នឹងបាទគាត់គឺគាត់ឃើញទៅហើយក៏គាត់បានសាច់រឿងដែលគាត់បានដឹងណារៀបរាប់ទៅក៏គាត់ដឹងថាក្មេងហ្នឹងពីដើមឡើយគឺធ្លាក់ចូលដងហ្នឹងគេតែបានស្មោលម្ចាស់ស្មោលហ្នឹងគឺក្មេងដែលធ្លាក់ចូលដងបាទដងចាស់ហ្នឹងមានណាគេដឹងទេហើយព្រលឹងរបស់នាងក៏ចេះតែតแล้วមិនដឹងទៅណាមិនដឹងចាប់ជាតិណាក៏មិនបានព្រោះអីមានណាគេដឹងមានណាគេធ្វើបន់ធ្វើទៀនទីអយហ្នឹងបើអ្នកមានសាច់ញាតិទៅគេធ្វើបន់ធ្វើទៀនទីអយឬក៏គេធ្វើពិធីសែនព្រេនអីរៀបចំបាយស្រីបន្ទងព្រលឹងអីផ្សេងណាបាទទៅតាមជំនឿរៀងខ្លួនទៅបាទហើយដូច្នោះហើយក៏มันមានអីទេអានោះក្នុងចិត្តគាត់ហាក់ដូចជាដឹងអញ្ចឹងហាក់ដូចជាមាននាងនឹងគាត់ប្រាប់អញ្ចឹងហាក់ក្នុងចិត្តហាក់ដូចជានាងនឹងមកប្រាប់ថាអូគាត់ស្លាប់ដោយសារអីអញ្ចេះស្លាប់ដោយសារស្ទាក់ទឹកដងអីចឹងណាបាទហាក់ដូចក្នុងចិត្តនឹងអញ្ចឹងនាងនោះមកដូចជាប្រាប់ណាដូចជាមកប្រាប់ពីក្រោយខ្នងទៀតអញ្ចឹងអានោះអារម្មណ៍ដែលគាត់បានដឹងបាទដូច្នោះហើយព្រលឹងនាងនឹងគឺមិនថាមិនទៅបានសុខបានអីណាទេព្រោះអីមិនមានអ្នកណាគេជួយធ្វើបន់ធ្វើអីអយដូច្នោះហើយនាងហាក់ដូចជាសូមឲ្យបងមណាជួយប្រាប់មនុស្សក្នុងភូមិបានដឹងពីរឿងរ៉ាវអីដែលកើតឡើងថានាងកើតអីបានស្លាប់អីណាណីហើយដល់ពេលហ្នឹងមកក៏បងមណាគាត់មកវិញមកបាទឡំមកផ្ទះគាត់វិញសម្រាប់ដល់ពេលដែលថ្ងៃព្រឹកឡើងមកក៏គាត់បានប្រាប់រឿងដែលគាត់បានជួបប្រយុទ្ធមិញអីយ៉ាងណាហ្នឹងណាបាទបានអានទៅផៅទៅក៏មានសម្លេងឮកើតឡើងទៅកើតឡើងហើយក៏គាត់ក៏បានប្រទានក៏បានឃើញដងឃើញដើមឈើទៅហើយហាក់ដូចជាមានអារម្មណ៍ថាមានណាគេម្នាក់ប្រាប់គាត់ថាឲ្យមានអ្នកណាម្នាក់ស្លាប់នៅក្នុងនឹងពីយូរណាស់មកហើយមានណាគេដឹងអីទេអញ្ចឹងចង់ឲ្យគាត់ជួយណាចុះគាត់បានប្រាប់អ្នកម្ដាយទៅម្ដាយគាត់បានទៅប្រាប់ណាអ្នកនៅក្នុងភូមិប្រាប់មេភូមិអុយពួកគេណាស្វែងរកដងស្វែងរកឆ្អឹងដែលនឹងដូច្នោះហើយក៏បន្ទាប់គេបានប្រាប់ម្ដាយរបស់គាត់ហើយក៏ម្ដាយគាត់ក៏នាំរឿងរ៉ាវទៅប្រាប់មេភូមិទៅដូច្នោះក៏ពួកអ្នកនៅក្នុងភូមិបានគៀងគោគ្នាណាមកផ្ទះចាស់នឹងក៏ស្វែងរកដងបាទស្វែងរកដងនឹងស្វែងរកឆ្អឹងក្នុងដងដែលបាត់បង់ជាយូរណាស់មកហើយដូច្នោះហើយក៏ពេលនោះក៏គេបានរកឃើញឆ្អឹងទីទៅក៏បាននៅគ្នាធ្វើពិធីបន់បាទតាមប្រពៃណីណាតាមប្រពៃណីតាមស្រុកអីមួយទៅមានពិធីសែនព្រេនហៅព្រលឹងហៅអីទៅណារៀបចំពិធីអីទៅតាំងពីបានអ្នកភូមិរៀបចំមកបងប្រុសគាត់ថាកន្លែងហ្នឹងគឺបានសុខសាន្តមិនមានទេអីទេលេងមានឃើញសំឡេងហៅអីពីក្រៅផ្ទះទៅហើយបាទអញ្ចឹងទឹកពីបងគាត់បានរៀបចំឲ្យអស់ហើយក៏លេងមានអីទៀតហើយអញ្ចឹងផ្ទះនោះឥឡូវក៏ពីឬអភិវឌ្ឍហើយបងប្អូនឥឡូវគេធ្វើជាដីលោកអស់ហើយធ្វើដីលោកធ្វើវិឡាឲ្យផ្ទះហ្នឹងឥឡូវបាទអញ្ចឹងសាច់រឿងរបស់យើងគឺมันមានអីទេគឺចាប់តែប៉ុណ្្នឹងឯងបងប្រុសគាត់បានរៀបរាប់ប៉ុណ្្នឹងឯងបាទអញ្ចឹងមុននឹងបញ្ចប់ខ្ញុំសូមធ្វើការអធិស្ឋានពីសំណាក់បងប្អូនប្រិយមិត្តទាំងអស់គ្នាបងប្អូនគូតក្មួយទាំងអស់គ្នាបើសិនតែខ្ញុំបាទសម្រាប់ទៅមានទៅទីបរោះអីឬក៏មានការខ្វះខាតអីយ៉ាងណាក៏សូមធ្វើការអធិស្ឋានខ្ញុំនេះក៏ថ្មីថ្មោងទេបាទដូចថាតែចង់ចែកលេខបងប្អូនជាស្ដាប់ការស្ដាប់កំសាន្តហើយខ្ញុំជាអ្នកឆ្លាញ់ក្នុងការផលិតវីដេអូបែបនេះផងខ្ញុំទៅចិត្តការចែកលេខផងដូច្នោះហើយក៏ខ្ញុំធ្វើជូនដល់ពុកម៉ែបងប្អូនអញ្ចឹងបើសិនតែពុកម៉ែបងប្អូនពេញចិត្តនឹងវីដេអូនេះកុំភ្លេច
ចុច Subscribe ដាក់សញ្ញារូបកណ្ដឹងឲ្យខ្ញុំបាទអ្នកបុតផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបាទក្នុងការផលិតវីដេអូបន្តទៀតអញ្ចឹងវីដេអូពេលនេះក៏មិនមានអីច្រើនដែរអញ្ចឹងក៏សូមគោរពជម្រាបលាបងប្អូនប្រិយមិត្តកូនក្មួយទាំងអស់គ្នាជូនពរសុខសប្បាយសុបិនល្អទាំងអស់គ្នាសូមគោរពលាបាទសូមអរគុណ